នីតិថ្ងៃស្អែកថ្ងៃថ្មីខែថ្មីឆ្នាំថ្មីរីស័យខ្ញុំយ៉ាងណាបាទតាមរយៈនីតិថ្ងៃស្អែកថ្ងៃថ្មីខែថ្មីឆ្នាំថ្មីរីស័យខ្ញុំយ៉ាងណាបានវិលមកជួបអស់លោកនាងកញ្ញាសាជាថ្មីម្ដងទៀតហើយតាមរយៈឆ្នាំថោះថាតើវាសនាជោគជតារិស័យរបស់អស់លោកនាងកញ្ញាសម្រាប់ឆ្នាំថោះចាប់ពីថ្ងៃទី1ខែមេសា2026មានដំណើរការយ៉ាងណាដូច្នេះដើម្បីកុំឲ្យអស់លោកនាងកញ្ញាទន្ទឹងរង់ចាំយូរខ្ញុំបាទលោកគ្រូពិជ័យហរាកម្មទិបសុកឧត្តមក៏សូមយាងនឹងអញ្ជើញសម្ដេចទ្រង់អ្នកអង្គម្ចាស់អ្នកអង្គញាលោកជំទាវលោកស្រីនាងកញ្ញាបងប្អូនយុវវ័យជាទីមិត្តរីនិងជាទីរាប់អានពុកម៉ែអ៊ំពូមីងបងប្អូនតាមតំបន់និគមជនបទឆែកដាច់ស្រយាលនៅតែមានការចំណាប់អារម្មណ៍មកកាន់គ្រប់កម្មវិធីដែលត្រូវបានអត្ថាធិប្បាយពន្យល់ពីខ្ញុំលោកគ្រូពិជ័យហរាកម្មទិបស្ដំហៅថាលោកគ្រូមាត់ទឹកបាទដូច្នេះអស់លោកនាងកញ្ញាត្រូវដឹងដោយខ្លួនឯងថាឆ្នាំថោះបាទចូលចិត្តសង្គ្រោះធ្វើអ្វីមួយគឺដើម្បីឲ្យគេរស់នៅបានសុខកាយសប្បាយចិត្តជាបុគ្គលដែលមានប្រាជ្ញាស្មារតីឆ្លាតវាងវៃបាទចូលចិត្តជួយសង្គ្រោះមនុស្សយ៉ាងច្រើនតែចំណុចដែលត្រូវបានចាប់ផ្ដើមគឺត្រូវបានទទួលបាននៅចំណុចអវិជ្ជមានន័យថាសង្គ្រោះគេច្រើនគឺទទួលបាននៅតែលទ្ធផលមិនសូវបានល្អផ្លែផ្កាមានន័យថាគេមិនសូវបានដឹងគុណយើងបាទហើយគឺជាបុគ្គលដែលឆ្លាតវាងវៃមិនសូវជាចោះចំណុះគេទេមានន័យថាមិនសូវត្រគេទេមិនសូវជាបុគ្គលដែលត្រូវមានគំនិតអាប់អោននិយមទេពីព្រោះអ្នកខ្លះបាទរស់នៅដូចជាអស់សង្ឃឹមក្នុងដំណើរជីវិតធ្វើអ្វីមួយច្រើនតែបាទស្មុគស្មាញច្រើនក៏ប៉ុន្តែឆ្នាំថោះមិនដូចគ្នាទេឆ្នាំថោះគឺជាបុគ្គលមួយដែលធ្វើអ្វីមួយមិនសូវច្រឡោតមានន័យថាធ្វើអ្វីមួយមុននឹងធ្វើដេកគិតពិចារណាក៏ប៉ុន្តែនៅពេលដែលបានធ្វើហើយប្រុងប្រយ័ត្នជាទីបំផុតមិនងាយទេក៏ប៉ុន្តែមានពេលខ្លះបែរជាទុនសាយចាញ់ប្រាជ្ញាសត្វខ្យងក៏ប៉ុន្តែលទ្ធផលចុងក្រោយនៅតែទុនសាយប្រមូលខ្យងយកទៅដុតបានជាដដែលដូច្នេះត្រូវពិនិត្យពិចារណាថាបុគ្គលមួយណាដែលត្រូវបានសេពគប់ជាមួយឆ្នាំថោះឲ្យតែស្និទ្ធស្នាលជាមួយឆ្នាំថោះហើយពិនិត្យពិចារណាធ្វើតាមឆ្នាំថោះប្រកាសជានឹងទទួលបាននៅសុភមង្គលយ៉ាងច្រើនមានលទ្ធផលផ្លែផ្កាវិជ្ជមានជាមិនខានក៏ប៉ុន្តែសម្រាប់នៅពេលនេះមានពាក្យចចាមអារាមយ៉ាងច្រើនបានប្រសិទ្ធនាមនិងបានជម្រាបដល់ឆ្នាំថោះដោយតទៅថាឆ្នាំថោះសម្រាប់ឆ្នាំបាទ2026នេះនឹងត្រូវបានឆុងជាមួយឆ្នាំមមី 50% នេះមិនមែនខ្ញុំលោកគ្រូពិជ័យហរាកម្មទិបសុខដំឬមួយក៏លោកគ្រូមកទឹកថាទេក៏ប៉ុន្តែមានលោកគ្រូអ្នកគ្រូមួយចំនួនគឺជាអ្នកបានទុទាយជោគជតារិស័យឬមួយក៏បានផ្សព្វផ្សាយជូនដល់អស់លោកអ្នកនាងបាទក៏ប៉ុន្តែសម្រាប់ខ្ញុំបាទនៅពេលនេះសូមជូនលទ្ធផលសម្រាប់អស់លោកអ្នកនាងថាតើវាសនារបស់អស់លោកអ្នកនាងកញ្ញារាសីសម្រាប់ថ្ងៃទី1ខែមេសា2026មួយខែពេញត្រូវទទួលបាននៅរាសីយ៉ាងណាក៏ប៉ុន្តែអញ្ជើញអស់លោកអ្នកនាងshareចេញម្ដងភ្លាមតាមរយៈលេខសំណាង522បាទអញ្ជើញshareចេញម្ដងភ្លាមកុំបងឯបងអង្គយូបាទពីព្រោះថាការ share ចេញម្ដងភ្លាមនេះគឺជាធ្វើអំណោយផលគឺជាការកសាងកម្លាំងបុណ្យដែលអស់លោកអ្នកនាងធ្វើបានច្រើនសម្រាប់បុគ្គលមួយចំនួនក្នុងចំណោម17លាននាក់នៅពេលដែលគេបានទទួលនៅការshareចេញរបស់អស់លោកអ្នកនាងធ្វើឲ្យអស់លោកមួយចំនួនដែលពុំទាន់បានស្គាល់នៅនីតិរបស់យើងបាទអញ្ជើញស្គាល់ឲ្យបានចុច like ចុច share និងជាពិសេសសម្រាប់បងដែលទើបនឹងចូលមកស្គាល់នីតិយើងត្រូវអញ្ជើញ Subscribe មកកាន់នីតិរបស់យើងខ្ញុំផងដើម្បីឲ្យបានទទួលបានព័ត៌មានផ្លែកៗថ្មីនៅពេលដែលនីតិយើងគ្រាន់តែផ្សព្វផ្សាយនោះព័ត៌មាននឹងចុះចូលទៅដល់រង្វង់ភ័ក្ររបស់អស់លោកអ្នកនាងកញ្ញាសោតារបស់អស់លោកអ្នកនាងកញ្ញាជាមិនខានបាទយើងមិនបាច់ចាំរៀបរាប់វែងឆ្ងាយអំពីដំណើរជោគជតារិស័យរបស់អស់លោកអ្នកនាងកញ្ញាពីអតីតកាលយ៉ាងណានេះទេក៏ប៉ុន្តែអស់លោកនាងកញ្ញាប្រកាសជានឹងចង់ដឹងថាតើសម្រាប់ឆ្នាំថ្មីនេះ2026នេះហើយកំពុងតែភ័យផងអផងនៅពេលដែលឮគេថាឆុង 50% ដូច្នេះតើខ្ញុំត្រូវជម្រាបអស់លោកនាងកញ្ញាយ៉ាងណាតើទឹកប្រកាសដែរឬទេបាទនៅពេលនេះខ្ញុំបាទសូមប្រកល់ជូនបាទនៅរាសីរបស់ឆ្នាំថោះគឺរាសីរបស់អស់លោកនាងកញ្ញាគឺត្រូវទទួលបាននៅរាសីខ្ពស់បាទសូមចូលរួមអបអរសាទរបាទគ្រាន់តែចូលមកដល់សប្តាហ៍ទី2
នោះឆ្នាំថោះនឹងត្រូវទទួលបាននៅបាទកាដូជាអនុស្សាវរីយ៍ជីមិនខានដំណឹងល្អលៀបសក្ការៈកំពុងតែហូរចូលមើលនៅក្នុងរង្វង់ដៃរបស់អស់លោកនាងកញ្ញាបើសិនជាយុវតីនៅក្រមុំនឹងត្រូវបានគូកំណានចិត្តរបស់ខ្លួនបាទមានចំណងដែរអនុស្សាវរីយ៍ជូនជីមិនខានសម្រាប់នារីដែលមានស្វាមីមានបុត្រាបុត្រីក៏ត្រូវបានទទួលបាននៅចំណងដែរអនុស្សាវរីយ៍ជាកាដូឆ្នាំថ្មីពីស្វាមីរបស់អស់លោកជីមិនខានពីស្វាមីរបស់អ្នកនាងជីមិនខានហើយបាទក៏ប៉ុន្តែសម្រាប់អ្នកម្ដាយដែលកើតឆ្នាំថោះប្រកាសជានឹងទទួលបានចំណងដែរអនុស្សាវរីយ៍ពីពួកកូនជូនដល់អ្នកមីងឬមួយក៏អ្នកម៉ែលោកអ៊ំលោកយាយជីមិនខានបាទមិនត្រូវភ័យពេកទេមិនត្រូវមានអំនួតពេកទេក៏ប៉ុន្តែត្រូវទទួលបាននូវលទ្ធផលវិជ្ជមានសាងអំពើល្អឲ្យបានច្រើនបាទត្រូវនឹកឃើញផឹកទឹកឲ្យនឹកឃើញប្រភពនោះប្រកាសជានឹងទទួលបានលទ្ធផលផ្លែផ្កាជាមិនខានក្នុងនោះផងដែរប្រសិនបើអស់លោកនាងបាទចង់ឲ្យនីតិយើងទូទាយជោគជតារិស័យសូមអញ្ជើញលើកទូរស័ព្ទភ្ជាប់ទំនាក់ទំនង Telegram តាមរយៈលេខ012 645118មួយខ្សែទៀត097 77 62 844បាទអញ្ជើញផ្ញើមកកាន់នីតិយើងនៅថ្ងៃខែឆ្នាំកំណើតរបស់អស់លោកអ្នកនាងរួមជាមួយនឹងការថតនៅបាតដៃស្ដាំនិងឆ្វេងមកខាងមួយប៉ុស្តិ៍ឲ្យបានច្បាស់ផ្ញើមកកាន់នីតិយើងដើម្បីប្រឹក្សាពិភាក្សាយោបល់ជាមួយគ្នាបាទមិនតែប៉ុណ្ណោះក្នុងសង្គមគ្រួសាររបស់អស់លោកអ្នកនាងមួយចំនួនរស់នៅប្រកបទៅដោយលទ្ធផលអវិជ្ជមានឬមួយក៏អសុភមង្គលមិនសូវបានសុខកាយសប្បាយចិត្តបាទច្រើនតែមានការរកម្មរកូសជាមួយគ្នាអាចប្រឹក្សាយោបល់ជាមួយខ្ញុំលោកគ្រូពិជ័យហារាកម្មាបន្ទប់សុខឧត្តមបាននៅឯកេដ្ឋានរបស់យើងខ្ញុំនៅឯហាងរបស់យើងខ្ញុំបាទមានបំពេញជូនដូចជាស្រោចទឹករំដោះគ្រោះលើករាសីកាយវាសនាអភ័ព្វមានវត្ថុមង្គលផ្សេងសម្រាប់ចែកជូនដល់អស់លោកនាងកញ្ញាតាមតម្រូវការនិងតាមអស់លោកនាងកញ្ញាមានចំណងចិត្តរបស់ខ្លួនដូចជាវត្ថុមង្គលផ្សេងយន់គ្រប់ប្រភេទក្នុងនោះយន់ការពារនៅអមិត្តមានន័យថាការពារនៅអំពើអំព័ន្ធឬមួយក៏ធ្វើអស់លោកនាងកញ្ញាលក់ដូរដាច់ឬមួយក៏តាក់ទាញនៅសតិអារម្មណ៍បាទសម្រាប់ស្វាមីមិនឲ្យចុះចោលភរិយាឬមួយក៏គូកំណានចិត្តរបស់ខ្លួនមិនអាចបោះបង់ចោលខ្លួនបានឡើយម្យ៉ាងវិញទៀតខ្សែដៃខ្សែកដែលធ្វើអំពីត្បូងថ្មអង្កាំធម្មជាតិក៏បានបំពាក់ជូនដល់អស់លោកនាងកញ្ញាធ្វើឲ្យផ្ទៃមុខរបស់អស់លោកនាងកញ្ញាពាក់ទៅសប្បាយរីករាយមានជំនឿមុតមមបាទប្រសិនបើអញ្ជើញមកដល់កេដ្ឋានរបស់យើងខ្ញុំមកដល់អាសនៈរបស់យើងខ្ញុំបាទខ្ញុំលោកគ្រូពិជ័យហារាកម្មាបន្ទប់សុខដុមអាចបំពេញកិច្ចជូនដូចជាបាទបញ្ចុះនឹងមានសន្លឹកធ្វើឲ្យផ្ទៃមុខរបស់អស់លោកនាងកាន់តែមានមុនស្នេហ៍ទ្វេឡើងឬមួយក៏អស់លោកនាងកញ្ញាអាចជួបដោយប្រយោលតាមរយៈការធ្វើពិធីនៅក្នុង Telegram ក៏អាចមានប្រសិទ្ធភាពដូចគ្នានីតិយើងអាចបំពេញកិច្ចជូនដល់អស់លោកនាងកញ្ញាបានស្រោចទឹករំដោះគ្រោះលើករាសីកាយវាសនាអភ័ព្វបាទមិនតែប៉ុណ្ណោះអស់លោកនាងអាចអញ្ជើញទំនាក់ទំនងជាមួយនឹងអ្នកគ្រូសូច័ន្ទហាន់ដែលបច្ចុប្បន្នអ្នកគ្រូរស់នៅភូមិខ្នាសង្កាត់ជ្រាវខេត្តក្រុងសៀមរាបមានលេខទូរស័ព្ទ089 25 27 69បាទគឺមានដាក់ថាផ្លាកយីហោរបស់ហាងរបស់អ្នកគ្រូគឺទេពមង្គលយន្តខ្មែរជាសាខាទី4បាទយើងខ្ញុំភ្លេចថាសាខាទី3គឺសាខាទី4បាទទេពមង្គលយន្តខ្មែរនៅឯក្រុងខេត្តសៀមរាបបច្ចុប្បន្នអ្នកគ្រូរស់នៅភូមិខ្នាសង្កាត់ជ្រាវខេត្តក្រុងសៀមរាបទូរស័ព្ទលេខ089 25 27 69ម្យ៉ាងវិញទៀតនៅឯសង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំអាចទទួលជួបតាមរយៈហាងរបស់អ្នកគ្រូអ៊ីគីមសៀងទេពមង្គលជ័យរាសីខ្ពស់អាចអញ្ជើញទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ088 7 8 743បាទទេពមង្គលយន្តខ្មែរស្ថិតនៅក្នុងខេត្តសៀមរាបរីឯទេពមង្គលជ័យរាសីខ្ពស់នៅឯក្រុងសួងខេត្តត្បូងឃ្មុំបាទរីឯនៅប្រទេសកូរ៉េបាទបងប្អូនជាយុវជនយុវនារីអាចទទួលជួបជាមួយនឹងម៉ាដាមបាទដែលត្រូវបានហៅថាអ្នកគ្រូដាណែតរីឯអស់លោកនាងចង់ជួបជាមួយខ្ញុំលោកគ្រូពិជ័យហារាកម្មាបន្ទប់សុខឧត្តមតាមរយៈលេខ012 645118
មួយខ្សែទៀត097762844ការទូទីជោគជតារិស័យតម្រូវឲ្យអស់លោកអ្នកនាងកញ្ញាថតខ្សែបាត់ដៃស្ដាំនឹងឆ្វេងមកខាងមួយប៉ុស្តិ៍ផ្ញើមកកាន់នីតិរបស់ជើងរួមជាមួយថ្ងៃខែឆ្នាំកំណើតហើយក៏សូមបញ្ជាក់ជូនដល់អស់លោកអ្នកនាងប្រសិនបើចង់ទូទីជោគជតារិស័យជាមួយខ្ញុំបាទមិនចាំបាច់រៀបរាប់អំពីអតីតកាលរបស់អស់លោកអ្នកនាងរួមជាមួយរឿងបច្ចុប្បន្ននោះទេពីព្រោះខ្ញុំជាលោកគ្រូដែលត្រូវបានមានញៀនពិសេសមួយមិនអាចសួរហើយបាទដឹងរឿងហើយបានមកធ្វើទូទីតាមក្រោយគឺខ្ញុំមិនទទួលធ្វើដូច្នេះទេបាទនេះគឺជាបណ្ដាំរបស់ខ្ញុំលោកគ្រូពិជ័យហារាកម្មាមទិបសុកឧត្តមបាទនៅពេលនេះខ្ញុំលោកគ្រូពិជ័យហារាកម្មាមទិបសុកឧត្តមដល់ពេលវេលាដែលត្រូវជម្រាបលាអស់លោកអ្នកនាងមុននឹងជម្រាបលាក៏សូមប្រសិទ្ធពរជ័យថ្វាយជូនដល់សម្ដេចទ្រង់អ្នកអង្គម្ចាស់អស់លោកគ្រប់សតបណៈសូមទទួលបាននៅសុខភាពល្អជាចម្បងរួមជាមួយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈគង់3គ្លៀងគ្លាតនៅពេលនេះខ្ញុំបាទលោកគ្រូពិជ័យហារាកម្មាមទិបសុខឧត្តមសូមជម្រាបលាសូមអរគុណ